តាមពិតខ្ញុំមិនដឹងនិយាយស្អីទេគេនិយាយអស់ហើយដោយលោកបណ្ឌិតមាសនេះគាត់សរសេរអង់គ្លេសខ្ញុំសរសេរខ្មែរដូចគ្នាបែបបិទមនុស្សនៅពីរផ្សេងគ្នាតែអត់បានជួបគ្នាទេប៉ុន្តែដល់ពេលធ្វើប្រធានបទបង្ហាញដូចគ្នាខ្ញុំអត់ទៅនេះទេអាចបង្ហាញបានឃើញទេនេះគាត់ខ្ញុំអត់ចេះអង់គ្លេសសរសេរខ្មែរទៅអញ្ចឹងឯងដូចគ្នាបែបបិទបាទអត់មានខុសទេបាទអញ្ចឹងខ្ញុំគាត់ចង់និយាយបន្តិចបន្ថែមទៅលោកបណ្ឌិតមាសនេះបងបណ្ឌិតមាសនេះបន្តិចទៅលើស្អីដែលកើតមានឡើងនៅក្នុងសង្គ្រាមលើលោកទី1សង្គ្រាមលើលោកទី2សង្គ្រាមត្រជាក់ហើយនឹងគេហៅថាប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះវាជាការពិតទៅលើអ្វីដែលកើតមានឡើងនៅក្នុងបរិបទនៃសង្គ្រាមត្រជាក់នេះសង្គ្រាមលើកទី1នេះគឺឆ្នាំ1914ហើយបានបញ្ចប់ទៅឆ្នាំ1918វាមានចំណុច3ទី1គឺការរត់ប្រណាំងនៅមនោគមវិជ្ជាទី2គឺសេដ្ឋកិច្ចទី3គឺស្ថានភាពនយោបាយអញ្ចឹងយើងគិតនិយាយអំពីស្ថានភាពសេដ្ឋកិច្ចការធ្លាក់ចុះនៃប្រទេសមានការរីកចម្រើនដែលមិនមានសណ្ដាប់ធ្នាប់ដូចអ្វីហេតុអីបានជាយើងនិយាយអញ្ចឹងសង្គ្រាមទាំង3លើកឥឡូវឈានដល់ដំណាក់កាលហ្នឹងវាចូលដដែលទេអញ្ចឹងបានយើងលើកបើអត់ដឹងប្រវត្តិសាស្ត្រអញ្ចឹងបានរាជរដ្ឋាភិបាលខំចងក្រងប្រវត្តិសាស្ត្របោះពុំឲ្យតែមិនទាន់ឲ្យមើលចាំឡើងថ្លៃបន្តិចសូមមើលឲ្យមើលបាទយើងអញ្ចឹងចង់ថាជំរាបជូនណាខ្ញុំកែពីម្សិលមិញហើយឲ្យទៅខាងបដិបដាលកែនិស្សិតរាជបណ្ឌិតសភាឆ្នាំទី1ឆ្នាំទី2គ្រប់មុខវិជ្ជាទាំងអស់ត្រូវតែរៀនប្រវត្តិសាស្ត្របើមិនរៀនប្រវត្តិសាស្ត្រទេគឺអត់បានទេពីព្រោះនៅប្រទេសណាក៏គេលេងចឹងដែរឥឡូវសួរបណ្ឌិតគណិតវិទ្យាកាលណានិយាយពីសេដ្ឋកិច្ចបើអត់ដឹងប្រវត្តិសាស្ត្រអត់ទៅវិភាគសេដ្ឋកិច្ចបានទេនយោបាយក៏ដូចគ្នាដែរលើកឡើងតែគណិតវិទ្យាប៉ុន្តែគណិតវិទ្យាក៏គេឲ្យរៀនរូបវិទ្យាក៏គេឲ្យរៀនប្រវត្តិសាស្ត្រដែរអញ្ចឹងកន្លែងហ្នឹងខ្ញុំគាត់ជំរាបជូនអញ្ចឹងពីម្សិលមិញខ្ញុំបានរៀបចំកែហើយខ្ញុំបានអង្គុយសរសេរប្រវត្តិសាស្ត្រសម័យគេហៅថាមុនគ្រិស្តសករាជសម័យនគរភ្នំបាទចាអង្គុយសរសេរសម្បត្តិសម្អាងឯងសរសេរលោកជាតិហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់បង្ហាញថាអញ្ចឹងគឺសង្គ្រាមហ្នឹងវាកើតមកពីអីវាកើតមកពីការរត់ប្រណាំងនៃមនោគមនិងសេដ្ឋកិច្ចធ្លាក់ចុះមានសណ្ដាប់ធ្នាប់ធ្វើឲ្យមានការចំណាយគ្នាហើយពេលនោះគេត្រូវគ្នាពេលនោះរុស្ស៊ីក៏ឆ្លោះគ្នាដែរប៉ុន្តែដោយសារអីមានបញ្ហាលោកកើតឡើងមកគឺគេលែងវាយគ្នាខុសពីខ្មែរយើងកាលណាយើងឆ្លោះជាមួយថៃអាខាងក្រៅកាច់ទៅនិយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីខ្ញុំឆ្ងល់ពួកហ្នឹងដែរវាចេះភាសាខ្មែរប៉ុន្តែពិតសភៅកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងនិយាយ5ភាសាអញ្ចឹងពួកនៅបារាំងនិយាយអានជាបារាំងតែពួកនៅអាមេរិកអានអង់គ្លេសទៅអាពួកនៅស្រុកខ្មែរអានភាសាខ្មែរទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីវាសកុតភាពនៅពេលដែលរដ្ឋាភិបាលថ្មីកើតឡើងវាមិនមែនមានអីទៀតទេអញ្ចឹងទៅមើលផងកុំចេះតែបង្កើតអី23បកគណៈបកក្រៅរដ្ឋាភិបាលក្រៅប្រទេសឯណានៃយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅនិយាយអត់ព្រមអានហើយបង្កើតអញ្ចឹងអានឹងហើយដែលយើងអញ្ចឹងខ្ញុំចង់បង្ហាញសង្គ្រាមលើកទី2វាយគ្នាប៉ុន្តែរុស្ស៊ីចាប់ដៃជាមួយស្ដេចសារអត់តន់ធ្វើអីទេអត់តន់វាយគ្នាទេគឺចាប់វាយមួយសត្រូវសិនចុងក្រោយមកចប់បើគេលេងបដិវត្តបានកើតឡើងបាទអានឹងខ្ញុំគ្រាន់នេះទេគ្រាន់តែបង្ហាញទៅលើទស្សនវិជ្ជាទាំងអស់ហ្នឹងហើយយើងឃើញថាទាំងអស់នេះគឺវាកើតមកដោយសារអីដោយសារការរីកចម្រើនមានលក្ខណៈផ្សេងគ្នាហើយយើងឃើញហើយសង្គ្រាមលើកទី1គេប្រើទៅរកក្រោះបាទចាឲ្យឃើញណាសង្គ្រាមលើកទី1បំរើទៅដល់រកក្រោះពេលនោះមានអ្នកប្រាជ្ញខាងអឺរ៉ុបគេនិយាយថាវានឹងកើតឡើងហើយវានឹងបង្ហាញលែងគិតពីនិន្នាការទៅលើសាសនាអញ្ចឹងដូចគេថាសង្គ្រាមសាសនាមែនទេសាសនាក៏ជាមនោគមដែរការគ្រប់គ្រងមនុស្សអញ្ចឹងគ្រប់គ្រងមនុស្សគេចែកចេញជា3គ្រប់គ្រងតាមបែបកម្លាំងគ្រប់គ្រងតាមបែបជំនឿគ្រប់គ្រងតាមបែបនយោបាយអញ្ចឹងគ្រប់គ្រងតាមកម្លាំងគេហៅថាច្បាប់ព្រៃអ្នកណាខ្លាំងអ្នកនឹងគ្រប់គ្រងតាមបែបគេហៅថាសាសនាជំនឿហ្នឹងគេបង្កើតសាសនាមានកាតូលិកមានប្រពុតមានអីហ្នឹងគេគ្រប់គ្រងតាមហ្នឹងអញ្ចឹងគេយកសាសនាហ្នឹងគេដល់ពេលគេយកស៊ូសាកគេយកមកបង់ឲ្យសាសនាហ្នឹងហើយយកស៊ូអាសាកទៅសង់វត្តសង់ទីសក្ការៈទាំងអស់ហ្នឹងគឺគេហៅថាការគ្រប់គ្រងតាមបែបសាសនាដល់គ្រប់គ្រងបែបនយោបាយគេចែកចេញជា5ទី1គ្រប់គ្រងតាមបែបប្រជាការនិយមទី2គ្រប់គ្រងតាមបែបចម្រុះនិយមទី3គ្រប់គ្រងតាមបែបប្រធានាធិបតីនិយមទី4បែបសភានិយមហើយទី5គេគ្រប់គ្រងតាមបែបអីបាទទៅលើសាសនាដូចនៅអ៊ីរ៉ង់ក៏នៅតែគ្រប់គ្រងតាមបែបសាសនានៅឡើយទេនៅអ៊ីរ៉ង់នៅវ៉ាទីកង់បរិយាវ៉ាទីកង់ក៏គ្រប់គ្រងតាមបែបសាសនាដែរអ៊ីតាលីប៉ុន្តែអ៊ីតាលីផ្សេងវ៉ាទីកង់ផ្សេងអាហ្នឹងក៏ជំរាបជូនអញ្ចឹងយើងឃើញហើយថាអ៊ីតាលីគាត់ចាប់ផ្ដើមបង្ហាញរៀងដើម្បីបង្ហាញទៅលើប្រជាជនរបស់គេតែងថាអ្នកខ្លាំងត្រូវតែឈ្នះពេលនោះគឺយើងមានកិច្ចព្រមព្រៀងអ៊ីតាលីក៏មានកិច្ចព្រមព្រៀងជាមួយសហភាពសូវៀតជាមួយអឺរ៉ុបថាមិនឈ្លានពានទេមិនឈ្លានពានគ្នាទៅវិញទៅមកប៉ុន្តែថាផ្សេងធ្វើផ្សឹងអញ្ចឹងដូចយើងឃើញអញ្ចឹងតិចខ្ញុំនឹងបង្ហាញបាទដោយសារ
បាទចូលមកដល់ផ្នែកខ្ញុំវាបញ្ហាអញ្ចឹងយើងមើលឃើញសង្គ្រាមលើកលោកទី2ខ្ញុំបញ្ជាក់ពីគ្រូមាននេះបន្តិចនៅខ្វះចំណុចសង្គ្រាមលើកលោកទី2រុស្ស៊ីសហភាពសូវៀតអត់ធ្វើសង្គ្រាមមួយអាល្លឺម៉ង់ទេហើយកន្លែងហ្នឹងឲ្យជន់ប្រវត្តិសាស្ត្រឲ្យដូចគ្នាបេះបិទដូចគ្នាអីដែលថៃធ្វើអីដែលមាន79ស្អីដែលសង្គ្រាមលើកទី2កើតឡើងសង្គ្រាមលើកទី2កើតឡើងស្អីដែលដូចគ្នាពេលហ្នឹងអ៊ីតាលីស្លៀកពាក់ជាប៉ូឡូញវាយប៉ូឡូញថាប៉ូឡូញចាប់ផ្ដើមធ្វើសង្គ្រាមតាមពិតប៉ូឡូញអត់ដឹងសោះដល់អត់ដឹងពេលហ្នឹងវាយកឱកាសវាយប៉ូឡូញប៉ុន្តែវាមានកិច្ចព្រមព្រៀងជាមួយនឹងពេលហ្នឹងប៉ូឡូញចាប់ផ្ដើមពីណាអ្នកជួយប៉ូឡូញគឺមហាអំណាច2ធំពីណាគឺអង់គ្លេសនិងបារាំងចុងក្រោយមកវាយប៉ូឡូញបានវាយទៅបារាំងទៀតពេលទៅវាយទៅបារាំងវាយទៅអង់គ្លេសប៉ុន្តែឈិតពេលនោះឈិតគាត់ថាម៉េចគាត់រៀបចំកងទ័ពជើងទឹកខ្លាំងណាស់អង់គ្លេសជាភាពខ្លាំងនៃកងទ័ពជើងទឹកអាល្លឺម៉ង់គាត់អត់បានទេគាត់និយាយតែពីជើងអាកាសជើងគោកនិងស្មើជើងប៉ុន្តែជាប់ជើងទឹកគាត់ខ្សោយអញ្ចឹងគាត់អត់ឆ្លងទៅអង់គ្លេសបានអញ្ចឹងដើម្បីមិនឆ្លងអង់គ្លេសបានគាត់ទៅវាយឥណ្ឌាព្រោះឥណ្ឌាក្រមអាណានិគមនិយមរបស់អង់គ្លេសអញ្ចឹងវាយសិនប៉ុន្តែវាយវាត្រូវប៉ះធម្មតាឆ្លងកាត់រុស្ស៊ីឆ្លងកាត់រុស្ស៊ីប៉ុន្តែរុស្ស៊ីពេលនឹងសហភាពសូវៀតអត់ទាន់មានទេមានកិច្ចព្រមព្រៀងមួយគ្នាអត់មានវាយទេប៉ុន្តែយ៉ាងម៉េចទៅហើយពេលនោះសហរដ្ឋអាមេរិកអោបដៃទេសង្គ្រាមលើកលោកទី1ក៏អាមេរិកអោបដៃសង្គ្រាមលើកលោកទី2ក៏អាមេរិកអោបដៃដែរបានអាមេរិកខ្លាចជាអ្នកមានបាទវាអត់យកលុយទៅចំណាយអីទេហើយដល់ពេលហ្នឹងវាយប្រាវឆ្នាំ1941ផ្ទុះផឹងដល់ផ្ទុះផឹងសហភាពសូវៀតគាត់ចាប់ផ្ដើមតតាំងប៉ុន្តែគេជំរាបជូនណាគេអត់រត់ចោលស្រុកគេខំក្រាបដើម្បីការពារទឹកដីរបស់គេនេះទីក្រុងរបស់លោកឆេងបានរិទ្ធគាត់ទៅរៀននឹងលេនីនក្រាដឥឡូវគេហៅថា32.4ពីដើមគាត់គេហៅ32.4ដែរបដូរពេលជ័យជំនះមកគេដាក់លេនីនក្រាដ300ថ្ងៃចាញ់អ្នកចុះគឺបាញ់អ្នកឡើងគឺចុះទឹកក៏អត់បានអីក៏អត់បានដែរអញ្ចឹងអ្នកងាប់គេយកសាច់មកធ្វើម្ហូបព្រោះអត់មានអីហូបយកសាច់ធ្វើម្ហូបរុស្ស៊ីហ្នឹងហើយគេចាប់ផ្ដើមរុស្ស៊ីដល់ទៅណាស្បៀងដុតចោលមកដល់ណាដុតចោលមកព្រោះទឹកដីរុស្ស៊ីវាធំដល់ដុតចោលអញ្ចឹងអាល្លឺម៉ង់វាអត់យល់វាចេះតែហុកចូលដល់ពេលវាអស់ស្បៀងវាអត់មានស្បៀងដល់អត់បានឃើញទេពេលហ្នឹងចាប់ដើមអីរុស្ស៊ីចាប់ដើមដាក់យកពេលនោះសង្គ្រាមចាំតិចខ្ញុំចង់និយាយថាហេតុអីផ្ទុះសង្គ្រាមឥឡូវហ្នឹងដែលអត់គោរពគោលការណ៍ពេលនោះហើយជប៉ុនធ្វើសើបជិះមកដល់ហោះមកដល់រដ្ឋហាវ៉ៃជប៉ុនចាប់ដើមបើកចូលក្នុងអំពង់ផ្សែងនៃនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិកឃើញទេសង្គ្រាមអបកាសទេផ្ទុះផឹងអាមេរិកចាប់ដៃជាមួយរុស្ស៊ីសហភាពសូវៀតចាប់ដៃមួយអង់គ្លេសចាប់ដៃជាមួយនឹងបារាំងចឹងហើយពេលបងអូនទៅដល់ប៉ារីសបងអូនឃើញផ្លូវមួយពីប៉ារីសទៅឡុងគឺមិត្តភាពរវាងឈៀតហើយនឹងអីសាល់ដឺហ្គោលឈៀតនឹងសាល់ដឺហ្គោលធ្វើផ្លូវទៅឡុងតាមក្រមសមុទ្រអញ្ចឹងគឺជាចំណងមិត្តភាពហ្នឹងអញ្ចឹងពេលដែលវាយភ្លាមជប៉ុនអត់បានប្រកាសសង្គ្រាមដល់អត់បានប្រកាសដូចអ្វីដែលសហរដ្ឋអាមេរិកធ្វើសង្គ្រាមពីរប្រទេសជាមួយអ៊ីរ៉ង់ប្រកាសហ៎អត់ប្រកាសសង្គ្រាមជាមួយដេញឡាទីនស្គីអាមេរិកាំងប្រកាសទៅចាប់ប្រធានាធិបតីវេណេស៊ុយអេឡាប្រកាសអត់ទេឃើញខុសចុះរុស្ស៊ីទៅវាយអ៊ុយក្រែនប្រកាសទេរុស្ស៊ីដាក់គោលការណ៍3ហើយអាមេរិកហ្នឹងអាមេរិកាំងយកមកដាក់គោលការណ៍ជាមួយវេណេស៊ុយអេឡាគោលការណ៍ទី1មិនអោយអ៊ុយក្រែនចូលទៅក្នុងសហគមន៍អឺរ៉ុបគោលការណ៍ទី2ហាមអ៊ុយក្រែនកុំអោយដាក់ខែលមីស៊ីលនៅក្នុងប្រទេសរបស់អ៊ុយក្រែនគោលការណ៍ទី3មិនអោយចូល NATO 3ចំណុចនេះប៉ុន្តែអ៊ុយក្រែនស្ដាប់ទេអត់ស្ដាប់ឲ្យដាក់ភឹសព្រោះម៉េចដោយលោកគ្រូមាននេះគាត់និយាយថាអ៊ុយក្រែនផលិតនុយក្លេអ៊ែរកុំទៅជឿនោះអ៊ុយក្រែនមិនផលិតនុយក្លេអ៊ែរទេមានរោងចក្រប្រើដោយធម្មពលនុយក្លេអ៊ែរ Chernobyl ពេលនឹងផ្ទុះមកដល់សប្តាហ៍ថ្ងៃនេះអ៊ុយក្រែនអត់អាចទៅនៅទីនោះបានទេសប្តាហ៍ថ្ងៃអត់មានទេគេហុំព័ទ្ធសូម្បីតែទូរទស្សន៍សួរឆេងបានរិទ្ធហ្នឹងក៏ដឹងដែរសូម្បីតែទូរទស្សន៍ហ្នឹងក៏ឲ្យយកចាញ់ស្អីក៏ឲ្យយកទូទឹកកកក៏ឲ្យយកចាញ់មនុស្សចាស់រស់បានយូរក្មេងឆាប់ងាប់ដោយសារវត្ថុសកម្មអានឹងអត់មានអាវុធទេណាគ្រាន់តែរោងចក្រថាដើរដោយធម្មពលប៉ារ៉ាម៉ាណូពេលនោះសហភាពសូវៀតគេចាប់ផ្ដើមកុំឲ្យបែកបាក់តាមទ្រឹស្ដីរបស់លេនីនគាត់និយាយថាម៉េច
អ៊ុយក្រែនខ្លាំងជាងគេគឺវិស័យកសិកម្មធំណាស់ដីអ៊ុយក្រែនធ្វើកសិកម្មគឺស្រូវសម្លៃបាទពោតដំឡូងពេលនោះសម័យក្រូចឆុសគេថាធ្វើឲ្យដូចធ្វើឲ្យហួសសហរដ្ឋអាមេរិកតែនឹងរត់ប៉ុណ្ណឹងគ្នាពេលនោះហើយសហភាពសូវៀតបានយកដំឡូងយកពោតពីអាមេរិកយកមកដាំពេលនោះរុស្ស៊ីបានខ្លាំងមែនតើដល់ពេលអ្នកដែលដើររូបមន្តបន្ទាប់ក្រោយមកគឺលោកម៉ៅតាមស្តាលីនអញ្ចឹងចិនសប្តាហ៍ថ្ងៃពីប្រហែលខែមុនខ្ញុំទៅប្រទេសចិនខ្ញុំសួរពោតមកពីណាអត់ប្រាប់ខ្ញុំតាមបាច់ប្រាប់ខ្ញុំដឹងទាំងអស់ពោតនឹងយកពីសហភាពសូវៀតមកពីរុស្ស៊ីមកពេលដែលស្តាលីនជាមួយព្រោះយើងដឹងហើយលោកម៉ៅជាកូនសិស្សរបស់ស្តាលីនអញ្ចឹងគាត់គប់ពីផាសមកស្តាលីនគឺសម្លាប់មនុស្សច្រើនណាស់បាទខ្ញុំមិននិយាយទេខាងចិនខ្ញុំនេះគាត់នេះព្រោះខ្ញុំបានទៅរស់នៅទីនោះពីដើមឯដើមកិនភៀនអួតដល់អាមេរិកដល់ពេលទៅរុស្ស៊ីបាត់មាត់ឈឹងបាទខ្ញុំប្រាប់មើលព័ត៌មានសិតតែបាញ់ចេះបាញ់ចុះបងអូនឯងដើរយើងអាណិតអ៊ុយក្រែនអាណិតប្រជាជនណាស្អីដូចលោកគ្រូមាននេះមានភាសាថាអីអ៊ុយក្រែនផលិតដ្រូនលក់កុំទៅជឿតែពេលជ្រកមិនបានផងអ្នកណាអ្នកផលិតគឺពួកអឺរ៉ុបបញ្ចូលមកអ៊ុយក្រែនដើម្បីលក់ចេញអ៊ីរ៉ង់ក៏ដូចគ្នាដែរគឺយកពីរុស្ស៊ីមកអ្នកត្រូវចងចាំសង្គ្រាមលើកទី2រត់តែបាយហូមបានផងតើរុស្ស៊ីមានបានយកអាវុធពីប្រទេសណាមកដែរអត់មានយកទៅតម្រាំមកឥឡូវប្រទេសវារីកចម្រើនអញ្ចឹងវាយកដែរវាអត់យកទេខ្ញុំជំរាបជូនណាមនុស្សស្រីដើរតួនាទី3ទី1ធ្វើម្ហូបអាហារទី2ផលិតគ្រាប់ទី3គឺពេទ្យអត់មាននារីមួយណារត់គេចចេញពីប្រទេសសហភាពសូវៀតបានទេគឺគេរួមគ្នាបែបហ្នឹងយុវជនត្រូវតែចូលបម្រើកងទ័ពទាំងឪពុកទាំងកូនត្រូវចូលកងទ័ពទាំងអស់ពេលបានចូលបានពួកគេមានកាតព្វកិច្ចចូលបម្រើកងទ័ពគេអត់បាច់ហាត់ទេគេហាត់រួចទៅហើយគ្រាន់តែលីកំភ្លើងកាន់កំភ្លើងចាប់ដើមណាពេលត្រជាក់ខ្លាំងគេយកវ៉ូតកាមកផឹកហើយគេហាត់ដៃអត់តន់ខ្លែមទេខ្ញុំក៏ជម្រាបជូនខ្ញុំទៅដោយថាទីប្រឹក្សាប្រធានាធិបតីវ្លាឌីមពូទីនអញ្ជើញខ្ញុំឲ្យដើមកិនភៀទៅដើរមកយប់ទួភ្លឺប្រជុំចប់មក10យប់ដើរទួភ្លឺអត់មានស្អីមួយប៉ុន្តែគ្រាន់ថាកុំមើលទូរស័ព្ទកុំមើល Google អត់មានន័យទេវាប្រឡប់ពេញនឹងទាំងអស់ព្រោះដើម្បីកុំឲ្យយន្តហោះកុំឲ្យដ្រូនកុំឲ្យអីចឹងដូចយើងឃើញអ៊ីស្រាអែលចឹងបាញ់មកដល់សប្តាហ៍ថ្ងៃនេះអ៊ីរ៉ង់បាញ់ទៅមិនទាន់ធ្លាក់តាមបែងទេគឺគេចាប់នៅលើទាំងអស់ផ្ទុះនៅអាវកាសអញ្ចឹងស្អីទៅអ៊ីស្រាអែលគឺរុស្ស៊ីអាមេរិកព្រោះជនជាតិអ៊ីស្រាអែលបានត្រូវសង្គ្រាមលើកទី2អាល្លឺម៉ង់ចាប់សម្លាប់ស្ទើរទាំងអស់នៅទឹកដីប៉ូឡូញអញ្ចឹងរត់ទៅនៅជ្រកនៅអ្នកណាបង្កើតរដ្ឋអ៊ីស្រាអែលគឺរុស្ស៊ីនិងអាមេរិកបង្កើតរដ្ឋនៅឆ្នាំ1960ប្រហែលបាទត្រូវព្រោះគេចាប់ដើមគំនិតចោលអស់ហើយនេះដោយសារតែខ្ញុំនិយាយត្រង់សំទោសលោកគ្រូមាននេះព្រោះខ្ញុំបានទៅឃើញនឹងភ្នែកអញ្ចឹងកន្លែងហ្នឹងក៏ព័ត៌មានផ្សេងការពិតមិនអញ្ចឹងទេការពិតមិនអញ្ចឹងទេទៅធ្វើអញ្ចឹងគេប្រទេសក្រគេនៅមានក្របបាញ់ទៅមកគេទំនើបប៉ុណ្ណឹងដូចអាដាមគីសេរីវ៉ាគាត់មានប្រសាសន៍ថាប្រេងមិនមានបញ្ហាប៉ុន្តែអ្នកឯងត្រូវចងចាំគ្រាន់តែអំពង់ហ្គាសរបស់រុស្ស៊ីព័ទ្ធជុំវិញពិភពលោកគេអត់បាច់ដឹកទេគេប្រហូរតាមអំពង់ប្រេងដូចគ្នាបាទបើកមើល Google មានទេបើប៉ុន្តែហេតុអីក៏ប្រេងឡើងថ្លៃដោយសារនៅអ៊ីរ៉ង់គេបង្កើតឲ្យមានចរន្តទូនេះដូចអាយដាមគីសេរីវ៉ាគាត់ថាកុំបារម្ភខ្ញុំដើរទៅបាត់ម្នាក់នោះបាទសួរមានពេលចាក់ឡានអត់ខ្ញុំឲ្យចាក់ពេលអស់បន្តិចចាក់ភ្លាមអស់ចាក់ភ្លាមក៏អត់ចាក់ដល់ឡានគាត់អត់ទៅរួចពេលខ្ញុំប្រហោះគេທາງសុកទូតភូតកាត់រូបតខ្ញុំអត់ដែរភូតទេខ្ញុំទៅដល់ព្រំដែនតែខ្ញុំមិនប្រាប់បាទខ្ញុំបានទៅដល់ប្រាសាទព្រះវិហារឡើងទៅដល់ប៉ូយតេឌីប៉ុន្តែមិនបានថតដោយសារកងទ័ពលោកមិនអនុញ្ញាតដើម្បីការពារសន្តិសុខរបស់យើងខ្ញុំស្រក់ទឹកភ្នែកខ្ញុំជុកណែនដើមទ្រូងនៅពេលដែលពួកថៃចាប់ផ្ដើមបំផ្លាញនៅវប្បធម៌របស់ដូនតាព្រោះអីបើវាហ៊ានបំផ្លាញព្រោះម៉ែវាឪវាដូនតាវាមិនមែនជាអ្នកសានសង់ចឹងវាអាចបំផ្លាញបានទាំងអស់ប៉ុន្តែយើងហ៊ានបំផ្លាញរបស់ដូនតាយើងទេយើងអត់ហ៊ានបំផ្លាញទេដោយសារដូនតារបស់យើងគេដំណើររបស់ដូនតាយើងបានថាអ្នកឯងត្រូវចាំនៅឆ្នាំ1859ដែលលោកគ្រូមាននិយាយមិញហ្នឹងគឺថាពេលហ្នឹងប្របាទខ្ញុំក្រោយពីខ្ញុំវះផងខ្ញុំភ្លេចច្រើនដោយសារតែវាភ្លេចបាទប្រាសាទអង្គឌួងធ្វើចិត្តម៉ៃទៅប្រាំងទៅណាប៉ូឡុងទី3ពេលនោះប្រាំងមក
ប៉ុន្តែថៃកាត់ទុកជាប់ត្រូវជួបគ្នានៅខេត្តកំពតចឹងបាទខ្ញុំទិញផ្ទះនៅប្រសិទ្ធហ្នឹងបាទដីប្រសិទ្ធហ្នឹងក៏ធ្លាប់ដឹងដែរពីណាក៏ធ្លាប់ដឹងខ្ញុំទិញតែ$2,000ទេដីខ្ញុំនៅសប្តាហ៍ហ្នឹងព្រោះខ្ញុំអានប្រវត្តិសាស្ត្រទៅវាឃើញចឹងខ្ញុំត្រូវទិញកន្លែងហ្នឹងបាទត្រូវទិញកន្លែងហ្នឹងដល់ពេលអញ្ចឹងហើយប្រវត្តិសាស្ត្រវាបានបង្ហាញឲ្យឃើញការឈឺចាប់ព្រោះស្ដេចយើងមុនឡើងគ្រងរាជទៀតនិយាយប៉ះកំទោសសុំនិយាយព្រោះរដ្ឋធម្មនុញ្ញចែងថាមកឲ្យនិយាយស្ដេចខ្ញុំត្រូវតែឆ្លងកាត់ប្រទេសថៃបានមកឡើងគ្រងរាជបានបាទអញ្ចឹងគេប្រុងហែកទន្លេមេគង្គជាពីរនៃអ្នកចិត្តខាងរបស់យើងគេប្រុងហែកទន្លេមេគង្គអញ្ចឹងអង្គឌួងធ្វើចិត្តម៉ាយភ្លាមប៉ុន្តែអត់បានជោគជ័យទេចុងក្រោយមកបារាំងគាត់មកខ្លួនឯងតែម្ដងបាទនៅឆ្នាំ1800ហើយពេលហ្នឹងអ្នកត្រូវចងចាំមែនតើបារាំងបានរៀបចំឲ្យយើងហើយគេបានដាក់អាណាព្យាបាលអញ្ចឹងពាក្យអាណានិគមនិងអាណាព្យាបាលហ្នឹងបានចំបកស្រាយហើយការពាក្យសិនមុនអាណាព្យាបាលហ្នឹងគឺមាន5ចំណុចបាទនៅឆ្នាំ1864 សំទោសមិន84ទេឆ្នាំ1864 5ចំណុចជនបរទេសណាចូលទឹកដីកម្ពុជាទៅសុំការអនុញ្ញាតពីបារាំងទី2បារាំងមានសិទ្ធិកាប់ព្រៃឈើនៅលើទឹកដីកម្ពុជាដោយមិនសុំការអនុញ្ញាតទី3បារាំងមានសិទ្ធិផ្សាយសាសនាលើទឹកដីកម្ពុជាឃើញមានវត្តបារាំងក៏គោកក្ដីអាផ្លូវស្ពានចូលចវានោះពីដើមមានវត្តកន្លែងហ្នឹងអាកាច់កណ្ដុងហ្នឹងចំណុចមួយទៀតគឺគ្មានសិទ្ធិកាត់ទោសបារាំងពេលហ្នឹងហើយបារាំងទៅទាពន្ធប្រជាជនខ្លះខឹងពេកដោយសភាសចុះទឹកកពើឡើងលើខ្លាចូលព្រៃបាឡាចេញផ្សារប៉ូលីសគាត់ដាក់ភងអាបារាំងយកច្បាប់ហ្នឹងយកបញ្ចុះមកដាក់ទោសខ្មែរយើងដាក់អីភូមិក្រាំងលាវទៅជាភូមិដេរិឆានមានតែសត្វដេរិឆានទេដែលមិនគោរពនៅឆ្នាំ1814នេះនៅឆ្នាំ1884បារាំងបានដាក់អាណាព្យាបាលកុំនិយាយរឿងអាណានិគមគ្មានសិទ្ធិកាត់ដីឲ្យអ្នកណាទេបើសិនជាអ្នកឯងត្រង់អាណាព្យាបាលអ្នកឯងអាណានិគមឯងបានមានសិទ្ធិកាត់ដីឲ្យកុំនិយាយណា31ខេត្តនៅណា21ខេត្តនៅណាមើលប្រវត្តិសាស្ត្រឡើងវិញមើលប្រវត្តិសាស្ត្រឡើងវិញចុកចាប់ឈឺដើម្បីព្រោះអីហើយកុំនិយាយខ្មែរអត់មានណារៀបនៅស្ពានធ្វើអស់ហើយណានៅតែសម័យពូណនមួយហើយសម័យនគរភ្នំកំពុងតែសម្អាតនឹងធ្វើមានទាំងអស់ហើយប្រវត្តិសាស្ត្រគេអត់បាច់ទៅសួរពីណាច្រើនទេគេមានសិទ្ធិសម្រេចទៅលើអ្នកប្រាជ្ញចាប់ពី4អ្នក5អ្នកឡើងទៅជុំគ្នាគេអាចធ្វើបានហើយព្រោះវាជាស្មារតីរបស់អ្នកប្រាជ្ញហ្នឹងរបស់អ្នកប្រាជ្ញហ្នឹងចឹងខ្ញុំគាត់ជំរាបជូនអញ្ចឹងពួកអាថៃនេះពួកអាសៀមនេះវាអត់ធ្វើវាហេតុអីបានវាមកបំផ្លាញប្រាសាទព្រះវិហារខ្ញុំចង់ថតដែរតែថតមិនបានហេតុអីវាបានបំផ្លាញពីព្រោះនៅឆ្នាំ1900 ពេលហ្នឹងយើងថាឆ្នាំ1945ហ្នឹងផ្ទុះសង្គ្រាមលើកលោកខ្ញុំគ្រាន់ជំរាបជូនណាអាមេរិកពេលហ្នឹងទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូនៅទីក្រុង Hiroshima និង Nagasaki អត់ព្រោះតែជប៉ុនអត់ប្រកាសដល់ចឹងសប្តាហ៍ថ្ងៃនេះកងទ័ពរបស់អាមេរិកឈរជើងនៅលើនឹងទាំងអស់ពីព្រោះអត់ប្រកាសចឹងគេយកអញ្ចឹងពេលហេតុអីបានជាទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូខ្លាចសហភាពសូវៀតហែកដោយកូរ៉េខាងជើងនិងកូរ៉េខាងត្បូងឥឡូវនេះជប៉ុនទៅវាយសហភាពសូវៀតអត់ប្រកាសដល់ពេលសហភាពវាយវិញបាត់អីកោះគូរីលនិងកោះសាខាលីនបាទខ្ញុំពេលហ្នឹងគេហៅខ្ញុំទៅធ្វើវាគ្មិននៅក្នុងមានប្រធានាធិបតី4រូបមានប្រធានាធិបតីកូរ៉េប្រធានាធិបតីចិនប្រធានាធិបតីស៊ីនាយករដ្ឋមន្ត្រីជប៉ុនខ្ញុំក៏បានធ្វើជាវាគ្មិនដែរតាមពិតពេលហ្នឹងអាយដាមបណ្ឌិតស្ពាចាហងជុនរ៉ុនទេប៉ុន្តែគេឲ្យខ្ញុំធ្វើជាវាគ្មិនពោះខ្ញុំអត់ចេះអង់គ្លេសមិនចេះតែរុស្ស៊ីហើយខ្ញុំក៏និយាយជាភាសារុស្ស៊ីទៅនៅសមុទ្រពងត្រីនៅទីនោះតែលក់សប្តាហ៍ថ្ងៃហ្នឹងយើងលក់វាមិនលក់គឺយកពីក្នុងបោកទេត្រីសាល់ម៉ុននេះហ្នឹងបាទត្រីនៅប្រទេសរុស្ស៊ីថោកណាស់សម្រាប់ពួកខ្ញុំជានិស្សិតអត់មានលុយខ្ញុំទិញត្រីហ្នឹងយកមកខញ៉ាំបាទប៉ុន្តែនៅប្រទេសដទៃថ្លៃអញ្ចឹងខ្ញុំគាត់ជំរាបជូនអញ្ចឹងពួកវាអត់បានធ្វើវាហេតុអីវាអត់តម្លាក់កំតិចដូចជាប្រាសាទតំបន់តូចតំបន់ធំពីព្រោះអត់ទាន់មានកិច្ចព្រមព្រៀងអញ្ចឹងនៅឆ្នាំហ្នឹងពេលយើងឃើញហើយនៅឆ្នាំ1804ពេលហ្នឹងបារាំងក៏បានប្រាប់វិញថាត្រូវតែរៀបចំព្រំដែនអញ្ចឹងកាត់យកមកតាំងពី1904នៅច្បាស់បង្គោលចប់សពគ្រប់នៅឆ្នាំ1908អញ្ចឹងសូមឲ្យអាសៀមគិតនឹងឡើងវិញខ្មែរយើងតែគិតនឹងឡើងវិញឲ្យកូនខ្មែររៀនប្រវត្តិសាស្ត្រនឹងឡើងវិញឲ្យដឹងអញ្ចឹងដល់ពេលមកនឹងវិញយើងមានព្រំដែនច្បាស់លាស់ប៉ុន្តែវាអត់ចេញពីភាសាព្រះវិហារនៅឆ្នាំ1962ប្របាទនរោត្តមសីហនុបានធ្វើប្តឹងទៅ ICJ អង្គតុលាការអន្តរជាតិពេលប្តឹងហ្នឹងគេកាត់ឲ្យខ្មែរឈ្នះពេលឈ្នះហើយគេទុករយៈពេល10ឆ្នាំប៉ុន្តែ2008អាសៀមចង្អាយមកឈ្លានពានម្ដងទៀតប៉ុន្តែខ្មែរពេលនោះប្រើ BM ឈ្នះតែឥឡូវប្រើ BM អត់ទេព្រោះអីប្រវត្តិសាស្ត្រគេអត់ដែរប្រើតែចាប់ដើមពង្រីកទៅ
ពឹងរីចឹងនឹងដែលយើងចង់មើលទាំងអស់គ្នាយើងចង់មើលទាំងអស់គ្នាបាទអញ្ចឹងប្រវត្តិសាស្ត្រត្រូវឲ្យដឹងត្រូវឲ្យលឺអញ្ចឹងយើងឲ្យមើលឃើញទាំងអស់គ្នាទាំងអស់ហ្នឹងហើយយើងផ្ដល់ឲ្យបាទផ្ដល់ឲ្យថាតើស្អីដែលយើងត្រូវនាំគ្នាដើរត្រូវនាំគ្នាគិតត្រូវនាំគ្នាធ្វើអញ្ចឹងយុវជនទាំងអស់គ្នាត្រូវតែខំឲ្យដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនទោះបីជាមិននេះក៏ដោយយើងនឹងសារជ្រាវអញ្ចឹងរាជរដ្ឋាភិបាលចាប់ផ្ដើមឲ្យរៀនប្រវត្តិសាស្ត្រទោះមុខវិជ្ជាអីក៏ដោយសុកណាទៅសួរទៅបើសុករុស្ស៊ីដាច់ខាតហ្មងត្រូវតែរៀនប្រវត្តិសាស្ត្រហើយប្រវត្តិសាស្ត្រគេអត់ភូតទេគេត្រូវតែនិយាយការពិតបើបាក់គេអាចនិយាយភូតបានតែរឿងប្រវត្តិសាស្ត្រគេអត់ឲ្យទេបាទបណ្ណាល័យគេគ្រប់កន្លែងបណ្ណាល័យគេស្អាតជាងមន្ទីររដ្ឋទៀតបណ្ណាល័យបាទខ្ញុំនិយាយចឹងមែនទេណាឥឡូវចាប់ដើមធ្វើដែរហើយធ្វើបណ្ណាល័យចាប់តិចទៀតកូនឯងអាចទៅអានផ្ទះខ្ញុំបានខ្ញុំឲ្យអានដែលអត់យកថ្លៃទេតែអត់យកថ្លៃហ្នឹងទៅអាននៅក្រោមដើមឈើដើមឈើហ្នឹងសឹកខ្ញុំដាំណាអត់មានហើយខ្ញុំដាំដើមឈើខ្ញុំអត់កោះយកមកដាំទេណាខ្ញុំយកកូនមកដាំពួកកូនវាអត់មានកន្លែងដាំអញ្ចឹងយើងឃើញទាំងអស់ហ្នឹងពីព្រឹត្តិការណ៍ទាំងអស់ហ្នឹងវាស្ដែងឲ្យឃើញថាពិភពលោកវាវិលត្រឡប់ទៅសង្គ្រាមដោយលោកគ្រូមាសនេះគាត់មានប្រសាសន៍ទៅសង្គ្រាមប្រវត្តិសាស្ត្រសង្គ្រាមលើកទី1លើកទី2ណារុស្ស៊ីប្រាប់3ចំណុចកុំឲ្យអ៊ុក្រែនធ្វើអ៊ុក្រែននៅតែធ្វើដាក់ផោងអាមេរិកដាក់វេណូសេឡាតែ2ចំណុចទេទី1ហាមបែងចែកគ្រឿងញៀនទី2កុំឲ្យជនភៀសខ្លួនចូលទឹកដីអាមេរិកយកលេសហ្នឹងដាក់ភឹសណាដូចគ្នានៅអ៊ីរ៉ង់មិនមែនរឿងសម័យទេកូរ៉េខាងជើងធ្វើនុយក្លេអ៊ែរតាំងពីយូរធ្វើអត់បានទេគ្រាន់តែផ្ទុះរឿងអ៊ុក្រែនភ្លាមគេភុំព័ទ្ធរុស្ស៊ីភ្លាមរុស្ស៊ីបង្កើតឲ្យដែងកូរ៉េខាងជើងមាននុយក្លេអ៊ែរភ្លាមអាហ្នឹងហើយចាំណាថៃចេះណាជប៉ុនខ្លាំងចាប់ជប៉ុនចូលមកយកប្រាសាទមកកាន់ប្រាសាទព្រះវិហារអាមេរិកខ្លាំងមិត្តគេ60ឆ្នាំហើយគេអត់បាច់បាក់មិត្តគេទេរឿងអីដែលថៃហ៊ានពៀនទឹកដីខ្មែរបែរជាអាមេរិកទៅឲ្យរកក្រោះទំនើបផុតលេខមកមានន័យថាម៉េចគេចេះវៀតណាមកុម្មុយនីសចាប់អាមេរិកចោលចិនទេអត់ចោលចិនទេចាប់ចិនទៀតចោលរុស្ស៊ីទេអត់ចោលរុស្ស៊ីទេចាប់ជាមួយរុស្ស៊ីទៀតអញ្ចឹងនយោបាយការបរទេសដូចអាយដាមគិនភៀលលោកមានប្រសាសន៍អញ្ចឹងត្រូវតែមើលកុំភ្លេចទេចិនយកប្រេងពីអ៊ីរ៉ង់យកពីប្រេងពីរុស្ស៊ីព្រោះចិនអត់មាននិយាយពីដើមយកពីអាហ្វ្រិកយកពីអាមេរិកឡាទីនមកឥឡូវអាចចាប់ដៃជាមួយកាណាដាក៏ជាប្រទេសផលិតប្រេងទី4នៅលើពិភពលោកខ្ញុំគាត់ជំរាបជូនអញ្ចឹងទាំងអស់ហ្នឹងវាបង្ហាញស្អីខ្មែរយើងត្រូវដឹងហើយខ្ញុំដឹងពីណាមកពីព្រោះដើម្បីវិភាគនយោបាយបានត្រូវទៅរៀនប្រវត្តិសាស្ត្រនៅស្រុករុស្ស៊ីហ្នឹងគឺទៅឲ្យគេឲ្យរៀនគណិតវិទ្យាក៏គេឲ្យរៀនដែរបាទអញ្ចឹងហើយបានជាខ្ញុំខំមកហ្នឹងរដ្ឋអរគុណរាជរដ្ឋាភិបាលពិសេសគឺសម្ដេចតេជោនឹងតែម្ដងគាត់អនុញ្ញាតឲ្យរាជបណ្ឌិតសភាកម្ពុជាកសាងនៅប្រវត្តិសាស្ត្រសភៅប្រវត្តិសាស្ត្របាទខ្ញុំដែលស្វាំងចេះទៅចូលបន្ទប់ទឹកហ្នឹងទៅលុបមុខព្រោះវាស្អិតភ្នែកវាស្ងួតភ្នែកបាទអង្គុយមើលអង្គុយអានអង្គុយដើម្បីធ្វើឲ្យផលអញ្ចឹងអាកន្លែងហ្នឹងដើម្បីឲ្យកូនខ្មែរដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនថាពួកនេះវាអត់ធ្វើវាហ៊ានបំផ្លាញវាអត់ស្ដាយទេយើងហ៊ានដុតផ្ទះម្ដាយយើងទេពួកដុតផ្ទះម្ដាយយើងមានអាពួកគ្រឿងញៀនទេអាពួកញៀនលបែងទេតែបើមនុស្សដែលគេមានកលំធွာគេអត់ហ៊ានធ្វើបែបហ្នឹងទេតែពួកថៃមិនមែនម៉ែវាមិនមែនដូនតាវាសុខោតន្តិកាត់នៅសតវត្សទី13អយុធ្យាតើប្រាសាទព្រះវិហារធ្វើនៅពេលណាប្រាសាទតំបន់តូចតំបន់ធំសាទតកបែងធ្វើនៅពេលណាមុនដូនតាវាកើតទៀតមិនមែនជារបស់វាទេអញ្ចឹងកូនខ្មែរត្រូវចងចាំទាំងអស់គ្នាហើយអ្នកជេរខ្ញុំតាម Facebook អីខ្ញុំភូតក៏បាទខ្ញុំទៅដល់ទីនោះអ្នកអត់ទៅនេះមានចំណុច2ទី1អត់ឡានអត់មានប្រេងអញ្ចឹងឯកឧត្តមគីសីវត្តគាត់ទៅអត់ដល់គាត់ថាកុំបារម្ភអីតែអត់បារម្ភហ្នឹងអត់មានប្រេងអញ្ចឹងអត់ប្រេងអញ្ចឹងពួកខ្ញុំជិះជាង 1000 គីឡូនោះទាំងផ្លូវកក្រិចទាំងផ្លូវលំបាកចេញទៅមុំ3មួយដំបងយើងតែងផ្លូវកាត់ដែលប្រើ90គីឡូមកវិញជាង200ហើយទៅតាមនោះទាំងអស់បាទខ្ញុំទម្លាប់ខ្ញុំអត់មានចេះតែភូតស្អីទៅភូតមានន័យអីប្រវត្តិសាស្ត្រកុំឲ្យភូតអត់ភូតទេអ្នកជេរខ្ញុំជេរចោះខ្ញុំអរគុណទៀតណាដូចទៅផ្ទះតមុកអីហ្នឹងផ្ទះតមុកនៅក្រោមហ្នឹងខ្ញុំទៅដល់ហ្នឹងទៅឡើងទៅលើហ្នឹងកន្លែងដុតសពប៉ុលពតកន្លែងផ្ទះតមុកនៅខាងបើឡើងចេះទៅនៅខាងស្ដាំដៃហ្នឹងគាត់ខ្ញុំទៅភូតធ្វើអីអ្នកឯងភូតស្អីអាសពថ្ងៃហ្នឹងក៏រ៉េអាប់ស៊ីបានហ្នឹងម៉ោងថ្ងៃណាខុសប្រហែលយកដល់រូបថតដាក់ហ្នឹងឃើញភ្លាមហ្នឹងអាទូរស័ព្ទនេះឃើញភ្លាមឡើយហ្នឹងខ្ញុំទៅភូតធ្វើអីបាទអញ្ចឹងទេខ្ញុំជឿជាក់ថាសេដ្ឋកិច្ចក៏ដូចគ្នាដែរយើងត្រូវខំយើងសេដ្ឋកិច្ចពឹងផ្អែកអីសេដ្ឋកិច្ចរបស់ខ្មែរពឹងផ្អែក3ធំទី1វិស័យកសិកម្មទី2គឺស្អីទេសចរទី3គឺស្អី
ឧស្សាហកម្មធនស្រាលអត់ធនធ្ងន់ទេប៉ុន្តែឧស្សាហកម្មទាំងអស់នេះវាគ្រាន់តែជាបណ្ដាលទៅទីដើម្បីសូបយកកម្លាំងពលកម្មប៉ុន្តែវិស័យកសិកម្មបើគឺនិយាយថា70% 40% ជាកសិករគេថាកសិកម្មនឹងទុនខ្សោយតែបើ5% ជាកសិកម្មអាហ្នឹងគេហៅថាកសិកម្មទំនើបប្រទេសមួយរីកចម្រើនគេមើលពន្ធដារនិងពន្ធគយបើពន្ធដារឡើងខ្ពស់គេថាប្រទេសនឹងអ្នកមានកាលណាពន្ធគយឡើងខ្ពស់គេថាប្រទេសនឹងទិញរបស់គេស៊ីទី3ប្រទេសមានសន្តិភាពឬអសន្តិភាពគេមើលផ្ទះអ្នកធំរបងកាន់តែខ្ពស់លួសកាន់តែកាថាប្រទេសនឹងអសន្តិសុខបាញ់និយាយទេបើប្រទេសសន្តិសុខគឺធ្វើរបងគេមិនអួតរបងទេគេអួតដំណាំគេអួតផ្កាទៅមើលអឺរ៉ុបគេដាំផ្កាជុំវិញផ្ទះជុំវិញផ្លូវសួរតែដាំកិនភៀតទៅឃើញហើយដើរទៅណាក៏មានផ្កាដែរគេមិនអួតរបងទេសូមអរគុណខ្ញុំមិនបន្តទៀតពលរដ្ឋស្លាយច្រើនខ្ញុំមិននិយាយសូមអរគុណ